ក្រុមកម្ពុជាចេញទៅការពារជើងឯកឆ្នាំចាស់ក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកអាស៊ានចិនលើកទី2កាលពីយប់ថ្ងៃទី14ខែកញ្ញាឆ្នាំ2025ក្រុមកីឡាអេឡិចត្រូនិកអ្នកចម្បាំងអង្គរបានធ្វើដំណើរចេញទៅចូលរួមការប្រកួតព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកចិនអាស៊ានលើកទី2ដោយមាន2ក្រុមលើពីវិញ្ញាសានៅទីក្រុងសៀងហៃប្រទេសចិននៅពេលជួនដំណើរប្រតិភូឡើងយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិដេជោឯកឧត្តមលុនសាមឌីអគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានឲ្យដឹងថាសហព័ន្ធបានបញ្ជូនក្រុមកីឡាអេឡិចត្រូនិកអ្នកចម្បាំងអង្គរចំនួន2ក្រុមចូលរួមព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកចិនអាស៊ានលើកទី2ឆ្នាំ2025លើវិញ្ញាសា Mobile Legends Bang Bang និងវិញ្ញាសា Valorant ចាប់ពីថ្ងៃទី15រហូតដល់ថ្ងៃទី19ខែកញ្ញាឆ្នាំ2025នៅទីក្រុងសៀងហៃប្រទេសចិនអាដាមបានបញ្ជាក់ថាកាលពីលើកទី1ឆ្នាំ2024ក្រុមកីឡារបស់យើងបានឈ្នះជើងឯកដូច្នេះសម្រាប់ការចូលរួមលើកទី2នេះយើងសង្ឃឹមថានឹងឈានដល់ការដណ្ដើមមេដាយម្ដងទៀត